លោកគ្រូប្តីឆ្នាំវោកប្រពន្ធឆ្នាំជូតទៅថ្ងៃមុខល្អឬអត់វោកនឹងជូតខែឆ្នាំប្តីប្រពន្ធទៅថ្ងៃមុខខែឆ្នាំទាំងពីរនេះចឹងតែហាក់គ្នាអនាគតទៅរកស៊ីមានបានកាក់កងប៉ុន្តែបច្ចុប្បន្នយ៉ាងម៉េចដែរមិនដែលត្រូវគ្នាឆ្លោះគ្នារហូតមិនដែលត្រូវគ្នាទេឆ្លោះគ្នារហូតនេះរាល់ថ្ងៃនេះវោកនឹងជូតដែរជួបរឿង5យ៉ាងទី1ត្រាប់កប់ពាក់ព័ន្ធជាមួយលុយកាក់ចំណូលចូលតិចចំណាយច្រើនរកបានដែរបាន1000ចាយដល់2000ទី1ចំណូលចូលតិចចំណាយច្រើនរកបាន1000ចាយ2000ទី2ឆ្លោះគ្នាច្រើនវោកនឹងជូតហ្នឹងឯងបោះមករ៉ាជូមករ៉ាឧត្តមអីហ្នឹងមិនដែលត្រូវគេទេឆ្លោះគ្នារហូតអារឿងមិនគួរឆ្លោះក៏ឆ្លោះអារឿងមិនគួរខឹងក៏ខឹងដែរបាទទី2ទី3សុខភាពអត់ល្អទេឈឺរហូតអត់ស្រួលខ្លួនទេប្រពន្ធក៏ឈឺប្តីក៏ឈឺអត់ស្រួលខ្លួនទេរាល់ថ្ងៃឈឺរហូតកូនក៏ឈឺធ្វើមិនជួបតែរឿងមិនល្អជួបតែរឿងអញញ៉ៃចូលមកដល់ទី4គេនិយាយដើមគេចំណែកគេឈ្នាននេះគេលៀបពណ៌ទី5អត់លុយហើយឆ្លោះគ្នាហើយឈឺហើយគេលៀបពណ៌គេនិយាយដើមហើយបន្ទុកបដាក់រហូតបន្តិចខូចនេះបន្តិចខូចនោះបន្តិចប៉ះនេះបន្តិចប៉ះនោះចូលមកវាលៃយ៉ាងម៉េចធ្វើឲ្យតែអត់លុយអញ្ចឹងសរុបមកវិញជួមរោដំឆ្នាំវោកនឹងជូតពេលបច្ចុប្បន្ននេះលើកតែដៃសាពះរត់តែពុទ្ធោទេប្តីប្រពន្ធអត់យល់ចិត្តទៀតទេបើទៅសួរប្តីថាប្រពន្ធខ្ញុំវាឆ្នះណាស់មួយនឹងអាក្រក់ណាស់បើទៅសួរប្រពន្ធថាប្តីខ្ញុំវារឹងក្បាលណាស់មួយនឹងវាទៅអញ្ចឹងប៉ុន្តែវាយ៉ាងម៉េចធម្មតាតែរាសីដាក់អរិយវិជន់ហើយធ្វើអីតែវាអត់កាក់កបទេវាអត់សុបាយចិត្តវាអត់រីករាយទេដោយសារឆ្នាំជូតនេះរាល់ថ្ងៃនេះកំពុងតែឆុង 100% ភាគីខាងឧត្តមភរិយាចំណែកស្វាមីឆ្នាំវោកមិនទាន់ល្អទេថ្មីត្បិតតែមិនឆុងមែនប៉ុនសើយពេញខ្លួនរាល់ថ្ងៃនេះលៀបជ័យប្រងទៅចូលមកទេប៉ុន្តែយកមិនបានលៀបជ័យប្រងទៅចូលយកបានហើយជីវិតប្តីប្រពន្ធទាំងពីរនឹងកំសត់ដូចគ្នាវោកនឹងជូតនឹងសិតតែអ្នកល្អលះបង់ដើម្បីគេគ្រប់បែបយ៉ាងស្រឡាញ់បងស្រឡាញ់ប្អូនស្រឡាញ់កូនស្រឡាញ់ក្មួយប៉ុន្តែដល់ពេលខ្លួនឯងមានទុកព្រួយគ្មានអាណាមកជួយទេធ្វើគុណបានទោសសួរលះបង់ដើម្បីគេគ្រប់បែបយ៉ាងសួរថាតើគេដែរមកលះបង់ដើម្បីយើងដែរឬអត់គេមកគិតពីយើងដែរឬអត់ចម្លើយអត់ទេចឹងបានថាពិបាកវេទនាពេកពីអ្នកប្តីប្រពន្ធហ្នឹងដឹកដៃគ្នាទៅនៅឋានប្រចាំទៅមិនរាប់ញាតទេព្រោះវាគ្មានប្រយោជន៍បងប្អូនក៏ដោយអាណាក៏ដោយចាំតែមើលបំណាំចាំតែរករឿងយើងទេណាកូនឈឺចាប់ណាស់ជីវិតរបស់កូនទៅអនាគតយ៉ាងម៉េចដែរទៅអនាគតប្តីប្រពន្ធកើតឆ្នាំវោកនឹងជូតរកស៊ីមានបានអត់ក្រទេប៉ុន្តែតាមជើងលេខគេថាអ្នកទាំងពីរនេះវោកនឹងជូតនេះគឺមិនអោយរកស៊ីជាមួយគ្នាទេតែរកស៊ីជាមួយគ្នានៅចិត្តគ្នាច្រើនពេកគឺមានរឿងឆ្លោះគ្នាឆ្លោះរឿងអត់ប្រយោជន៍ដោយសារឆ្នាំទាំងពីរហ្នឹងវាល្អប៉ុន្តែធាតវាត្រូវឆុងគ្នាចឹងប្តីតរស៊ីផ្សេងប្រពន្ធតរស៊ីផ្សឹងចាំយប់ចាំជួបគ្នាឬមួយ2 3ថ្ងៃចាំជួបគ្នាអាហ្នឹងសោះប៉ុន្តែបើសិនជាឃើញមុខគ្នារាល់ថ្ងៃបើកហាងមួយ2នាក់បើមិនប្រកាប់ប្រចាក់គ្នាទេបើមិនប្រខំគ្នាទេបើមិនឆ្លោះគ្នាទេអត់មូលហេតុទេអត់មែនហៅគ្រូមហាជុំទេបើមិនជឿសារឥឡូវជូមរាដំចេញមកទៅខ្ញុំនិយាយនឹងត្រូវឬអត់ខ្ញុំហ៊ានធានាឆ្លោះគ្នាឡងហើយចូលចតារាសីនឹងអ្នកដែលកើតឆ្នាំជូតដូចខ្ញុំជម្រាបហើយគឺត្រូវកាត់ឆុងចេញព្រោះជូតឆុង 100% អត់អាចនៅស្ងៀមបានទេពិបាកណាស់វេទនាណាស់កើតទុកណាស់កាត់ឆុងចេញទៅហេងហើយកាក់កបហើយរីកចម្រើនហើយចំណែកអ្នកដែលកើតឆ្នាំវោកជាស្វាមីរាល់ថ្ងៃនេះចិត្តឈួតហើយណារឿងមិនគួរគិតក៏គិតរឿងមិនគួរព្រួយក៏ព្រួយរឿងគួរខ្វល់ក៏ខ្វល់បារម្ភច្រើនណាស់លេខនេះគេឲ្យលៀងសើយចេញជាបន្ទាន់លៀងសើយចេញអស់សើយអស់ចង្រៃលៀបជ័យទាំងឡាយទាំងពួងគឺបានចូលមកវិញហើយអញ្ចឹងវោកនឹងជូតពងវេទនានិយាយរួមណាបាទអត់មានវោកជូតណាសบายចិត្តអត់មានវោកជូតណារីករាយទេសិតតែកើតទុកសិតតែលំបាកសិតតែមានរឿងមិនល្អយល់ទេប៉ុន្តែអនាគតទៅមានប៉ុន្តែកុំនៅក្បែរគ្នាយល់ទេហើយបើលេងគេលេងបាត់ទៀតបើឆ្លោះគ្នារហូតលេងគ្នាចង់100 ដងហើយប្រាប់ត្រង់ណាបាទអញ្ចឹងអ្នកដែលកើតឆ្នាំវោកអ្នកដែលកើតឆ្នាំជូតទី1អត់ធ្មត់ជាមួយគ្នាទី2ពេលដែលប្តីខឹងប្រពន្ធឲ្យអត់ពេលដែលប្រពន្ធអត់ប្តីក៏អត់ដែរទី3កុំសូវនៅចិត្តគ្នាចែកផ្លូវគ្នាទៅរកស៊ីរៀងខ្លួនទៅចាំយប់ចាំមកជួបគ្នាទី4ឆ្នាំជូតត្រូវលៀងឆ្នាំជូតត្រូវកាត់ឆុងចេញ
ឲ្យអស់ឆុងឲ្យអស់ចង្រៃឲ្យអស់សើយកលៀបយកជ័យត្រឡប់មកវិញឆ្នាំវោកត្រូវលៀងសើចេញឲ្យឈ្នះចង្រៃប្រមូលលុយប្រមូលកាក់យកមកវិញណាបាទអញ្ចឹងជូនពរឲ្យហេងជូនពរឲ្យកាក់កបជូនពរឲ្យរីកចម្រើនទាំងអស់គ្នាសូមទូទាឲ្យប៉ុណ្ណឹងបាទអញ្ចឹងបងប្អូនថ្ងៃនេះខ្ញុំសូមនិយាយលឺបន្តិចណាបាទហើយទាយត្រូវមិនត្រូវគិតពិចារណាដោយខ្លួនឯងហើយមិនមែនតែមករ៉ាឧត្តមមួយទេអ្នកដែលនៅក្នុងនោះក៏ខ្ញុំជឿជាក់ថាក៏មានខែឆ្នាំប្តីប្រពន្ធកើតឆ្នាំវោកហើយនឹងជូតដែរអញ្ចឹងណាបងប្អូនកូនក្មួយណាសូមជូនពរឲ្យបានសេចក្តីសុខសេចក្តីចម្រើនរស់ស៊ីមានបានជីវិតតែវាមានទុកអញ្ចឹងកូនណាបានម្នាក់លែងចង់យកប្តីលែងចង់យកប្រពន្ធនោះឲ្យជិលយកនៅម្នាក់ឯងវាស្រួលចិត្តជាងណាបងប្អូនជួយ share នៅវីដេអូលោកគ្រូម្នាក់មួយផងដើម្បីផ្ដល់នៃកម្លាំងចិត្តលោកគ្រូហើយបើគិតថាលោកគ្រូមហាជុំទាយទៅត្រូវជួយ share វីដេអូផងហើយជួយ follow page ផងបាទ follow page ផងណាបាទអញ្ចឹងអរគុណណាស់ជូនពរឲ្យបានសេចក្តីសុខសេចក្តីចម្រើនហើយរស់ស៊ីមានបានហើយក៏កាក់កបហើយក៏ទទួលបាននៅលៀបទទួលបាននៅសំណាងចូលមក